ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់នៅក្នុង Channel នៃទានរឿងខ្មោចរាត្រីទាំងអស់គ្នាហើយវិលមកជួបជាមួយនឹងខ្ញុំបានសាជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំចង់និយាយរឿងតាក់ទងទៅនឹងផ្ទះដែលទុកចោលហើយខ្មោចនៅដែលមួយរយៈហ្នឹងរឿងកំពុងតែ viral និងកំពុងតែល្បីខ្លាំងដែលមានផ្ទះមួយដែលបានទុកចោលនៅក្រៅវាលហ្នឹងហើយរឿងបងប្អូនអរគ្នាក៏ប្រកាសជាដឹងហើយប៉ុន្តែក្នុងថ្ងៃហ្នឹងគឺខ្ញុំនឹងយកមកស្រាយបំភ្លឺបន្ថែមទៀតតាក់ទងទៅនឹងរឿងអបិយជំនឿរឿងខ្មោចហ្នឹងថាតើប្រកាសអត់ដែលថាផ្ទះដែលបានទុកចោលហ្នឹងប្រកាសជាខ្មោចនៅពិតមែនឬក៏គ្រាន់តែជាពាក្យល្បីតគ្នាឬតាមគ្នានោះទេបើសិនណាយើងនិយាយទៅតាមអបិយជំនឿរបស់បុរាណអាហ្នឹងកាលពីក្មេងៗគឺខ្ញុំបានដឹងអំពីចាស់ដែលគាត់បាននិយាយប្រាប់ខ្ញុំដែរទេគាត់ថាធម្មតាទេតែផ្ទះដែលទុកចោលគឺគេនៅហើយហេតុផលមាន2ហើយនឹងផ្លូវមាន2អ្នកគ្នាអ្នកដែលនៅហ្នឹងទី1គឺខ្មោចពពួកអមនុស្សហើយទី2គឺព្រាយហេតុអីបានជាពួកនឹងមកនៅអ្នកគ្នាត្រូវដឹងថ្លឹងថ្លែងរឿងនឹងថាទី1គឺអត់មានគេហៅថាសូត្រមន្តដើម្បីឡើងផ្ទះឬក៏អត់មានអ្វីយកមកថ្វាយគេជារឿងរាល់ថ្ងៃសិលអីចឹងណាជាធម្មតាផ្ទះដែលមានមនុស្សនៅជារៀងរាល់ថ្ងៃសិលតាមអបិយជំនឿរបស់ខ្មែរយើងតែងតែអុជធូបហើយនឹងសែនអីជាធ្នូដើម្បីឲ្យគេមកជួយថែរក្សានិងការពារនៃផ្ទះសម្បែងរបស់យើងក៏ប៉ុន្តែចំពោះផ្ទះដែលបានទុកចោលគឺអត់មានអ្នកទៅលវីលវល់ទេហើយយ៉ាងកាលណាដែលអត់មានមនុស្សទៅលវីលវល់យ៉ាងពពួកហ្នឹងគឺវាមកហើយអ្នកដែលចាំថែរក្សានៅផ្ទះយើងហ្នឹងផ្ទះដែលបានធ្វើហើយហ្នឹងគឺគេអត់នៅជាមួយយើងទៀតទេកាលណាដែលគេអត់នៅជាមួយយើងពពួកហ្នឹងគឺវាបានចិត្តហើយវាថារបស់ដែលគេមិននៅរបស់ដែលអត់ម្ចាស់គឺវាចូលទៅនៅគ្មានអីចម្លែកទេយ៉ាងបានជារឿងដែលកំពុងតែល្បីហ្នឹងខ្លះហ្នឹងគឺគេថាក្មេងៗហ្នឹងវាជូរឬមួយក៏អ្នកដែលបានទៅមើលផ្អើលតគ្នាហ្នឹងសិតតែពួកជូរឬមួយក៏ពួកគាត់ចង់ដឹងពិតប្រាកដមែនក៏មិនដឹងងំតែអ្វីដែលខ្ញុំចង់ប្រាប់អ្នកគ្នាដូចខ្ញុំនិយាយខាងដើមអញ្ចឹងតែគេមិននៅតែយើងមិននៅគេនៅហើយអត់អីចម្លែកទេហើយមានខ្លះនេះថាពេលយប់អីយ៉ាងទៅផ្ទះហ្នឹងគឺឃើញភ្លើងហោះឆ្វាត់ឆ្វាយលើដំបូលផ្ទះឬមួយក៏ឃើញឮសំឡេងឬក៏ឃើញមនុស្សអីស្ទង់នៅលើផ្ទះហ្នឹងគឺអត់អីចម្លែកទេអ្នកនរគ្នាដូចខ្ញុំនិយាយតែអញ្ចឹងបើសិនជាយើងមិននៅគឺគេនៅហើយបើសិនជាចង់ឲ្យគេចេញវិញក៏យើងត្រូវតែមានពិធីដើម្បីធ្វើឲ្យគេចេញដែរពិធីនេះទៀតសោតដូចជាការសង់ខ្ទមអីដើម្បីឲ្យគេនៅទៅវាស្មើនឹងយើងយកផ្ទះគេវិញហើយឲ្យអាចារ្យឬមួយក៏និមន្តលោកសោយនិមន្តលោកសូត្រមន្តយោមប្រគ្រោះឬមួយក៏លើករាសីអីចឹងទៅស្រោចទឹកស្រោចអីចោលទៅហើយយ៉ាងនេះរុះផ្ទះនឹងចោលរុះហើយនេះប៉ះពាល់គេទៀតពីព្រោះថាពួកហ្នឹងទៅវាខឹងហើយអាក្រក់ណាស់អ្នកនរគ្នាគឺវាធ្វើឲ្យឈឺធ្វើឲ្យមានបញ្ហាអីតាមផ្លូវអីចឹងណាហើយរឿងហ្នឹងវាមានច្រើនករណីតាក់ទងទៅនឹងផ្លូវងងឹតហ្នឹងហ្នឹងហើយអ្នកនរគ្នារឿងហ្នឹងក៏មានប្រព័ន្ធហ្នឹងដែរដែលជារឿងកំពុងល្បីបំផុតនៅក្នុងប្រព័ន្ធ social media ជាខ្ញុំនៅអ្នកនរគ្នានិយាយតែនិយាយម្ដងហើយម្ដងទៀតកន្លែងដែលយើងមិននៅគឺគេនៅចង់ឲ្យគេចេញគឺពិបាកអញ្ជើញគេចេញតែម្ដងហ
ហើយរឿងហ្នឹងក៏មានតែប៉ុណ្្នឹងដែរដើម្បីចែករំលែកទៅកាន់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានរឿងអីថ្មីកុំភ្លេចចុច comment នៅខាងក្រោមមកខ្ញុំនឹងនិទានរឿងទាំងអស់នោះចែកជូនអ្នកទាំងអស់គ្នាបានស្ដាប់ជារៀងរាល់រាត្រីហើយកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តនិងបង្កើតនូវមាតិកាថ្មីទៀតដើម្បីអ្នកគ្នាបានស្ដាប់ជារៀងរាល់រាត្រីបាទសូមអរគុណនិងសូមជម្រាបលា